ពីព្រោះពេជ្រកម្រមានសុទ្ធ100%ណាយើងមិនគួរហៅថាពេជ្រសុទ្ធទេបាទជំរាបសួរពូបាទអរគុណក្មួយបាទខ្ញុំចង់ធ្វើចិញ្ចៀមជាប់ពាក្យមួយគូនិងចង់ស្វែងយល់អំពីពេជ្របាទអរគុណក្មួយមែនតើបាទសម្រាប់ចំណាប់អារម្មណ៍ជាមួយនឹងក្រុមហ៊ុនស្អាតបាទហើយឮថាក្មួយកំពុងតែចង់ធ្វើចិញ្ចៀនភ្ជាប់ពាក្យហើយចង់ស្វែងយល់អំពីពេជ្រឲ្យបានច្បាស់មិនបាច់ថតទេបាទអរគុណអញ្ចឹងពូនឹងបញ្យល់ក្មួយឲ្យបានក្បោះក្បាយអំពីពេជ្រតែម្ដងពេជ្រយើងដឹងហើយធម្មតាយើងហៅថា diamond ជាភាសាអង់គ្លេសបាទដែលคล้ายមកពីភាសាក្រិកហៅថា Artemis ហើយ Artemis គឺមានន័យថាខ្លាំងលើសគេបាទគឺភាពរឹងនេះឯងដូច្នេះគឺគេមិនសំដៅទៅលើភាពសុទ្ធទេណាក្មួយពីព្រោះពេជ្រកម្រមានសុទ្ធ100%ណាយើងមិនគួរហៅថាពេជ្រសុទ្ធទេបាទអញ្ចឹងបើយើងចង់ហៅពេជ្រតាមប្រភេទឬដើមកំណើតគឺយើងត្រូវហៅថាពេជ្រធម្មជាតិ natural diamond ឬក៏សិប្បនិមិត្តគឺបង្កើតដោយមនុស្សឬក៏បណ្ដោះបាទ lab grown diamond ពូចង់និយាយថាពេជ្រគឺជាត្បូងបាទអូខេក្មួយសួរថាតើពេជ្រដែលមិនកើតពីធម្មជាតិតើជាពេជ្រคล้ายៗមែនទេបាទត្បូងអ្វីក៏ដោយមិនថាត្បូងពេជ្រនោះទេពូនិយាយថាត្បូងពេជ្រពូចង់និយាយថាពេជ្រគឺជាត្បូងបាទអញ្ចឹងមិនថាត្បូងពេជ្រនោះទេឲ្យតែកើតឡើងពីធាតុឬសារធាតុដែលជាធម្មជាតិដើមរបស់វាមិនមែនជាត្បូងคล้ายៗទេបាទវាខុសតែពីដើមកំណើតប៉ុណ្ណោះដូចជាកូនមនុស្សឬក៏កូនឈើជីលកាបាទដែលគេមកដុះក្នុងឡាបូណាបាទដូច្នេះហើយសប្តាហ៍ថ្ងៃនេះចង់ឬមិនចង់ពាក្យថាពេជ្រត្រូវបានគេហៅពពួកត្បូងណាដែលមានពន្លឺនិងសន្តានដូចពេជ្រគ្រាន់តែអ្នកប្រើត្រូវចេះហៅឲ្យចំឈ្មោះហើយឲ្យអស់សេចក្តីប៉ុណ្ណោះវាបានហើយយើងតែនាំគ្នាហៅថាពេជ្រសុទ្ធតាមពិតយើងគួរហៅថាពេជ្រធម្មជាតិពីព្រោះកម្រមានពេជ្រសុទ្ធណាបាទមួយក្មួយធ្លាប់ឮគេនិយាយតាម Facebook ថាពេជ្រក្រៅពីពេជ្រសុទ្ធគឺជាពេជ្រคล้ายបាទមួយពូសង្ឃឹមថាមិនមែនជាអ្នកលក់ពេជ្រធម្មជាតិទេចុះតែបើជាអ្នកលក់គាត់ថាពេជ្របណ្ដោះជាពេជ្រคล้ายនោះនឹងមានកំហុសដល់ទៅពីឯណោះបាទទី1ជាកំហុសធំគាត់អាចមានចេតនាបង្អាប់បន្ថោកពេជ្របណ្ដោះដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃអ្នកលក់និងអ្នកប្រើពេជ្របណ្ដោះតែម្ដងបាទទី2បើមិនដូច្នោះទេគឺជាការបង្ហាញពីកម្រិតចំណេះដឹងអំពីពេជ្រនិងក្នុងការប្រើពាក្យថាសុទ្ធដែលផ្ទុយនឹងคล้ายពាក្យថាពិតដែលផ្ទុយនឹងคล้ายធម្មជាតិដែលផ្ទុយនឹងសិប្បនិមិត្តឬមនុស្សបង្កើតបាទដូច្នេះទី2នេះមិនសូវជាបញ្ហាទេបាទពីព្រោះធម្មតាយើងតែនាំគ្នាហៅថាពេជ្រសុទ្ធតាមពិតយើងគួរហៅថាពេជ្រធម្មជាតិពីព្រោះកម្រមានពេជ្រសុទ្ធណាបាទខ្ញុំនិយាយអំពីសុទ្ធ100%ពាក្យថាសុទ្ធគឺសុទ្ធ 100% អត់មានលាយអត់មានคล้ายបាទអរគុណច្រើនមួយតើពេជ្រមានប្រមាណប្រភេទបាទអរគុណក្មួយពេជ្រ diamond នៅលើបាទមានដល់ទៅ4ប្រភេទឯណោះ1ជាធម្មជាតិហើយ3ទៀតជាសិប្បនិមិត្តបាទគឺពេជ្រ CVD HPHP ដែលយើងបាទអ្នកប្រើពេជ្របណ្ដោះធ្លាប់ស្គាល់ប៉ុន្តែនៅមួយទៀតគឺពេជ្រ CO2 បាទពេជ្រនេះជាពេជ្រដែលគេបង្កើតពីការស្រូបយកបាទកាបូនពីខ្យល់អាកាសបាទមកបន្សុទ្ធឲ្យคล้ายទៅជាស្មានកាបូនសុទ្ធបាទហើយគេយកវាមកប្រើនៅក្នុងម៉ាស៊ីនដែលគេផលិត CVD នេះឯងបាទដូច្នេះសម្រាប់ពេជ្រ CO2 នេះមិនទាន់មានការប្រើទូលំទូលាយទេហើយក្រុមហ៊ុនស្អាតក៏នឹងយកមកលក់ដែរក៏ប៉ុន្តែប្រហែលជាមិនមែនពេលនេះទេដោយសារតែវាមានតម្លៃថ្លៃលើសពី2ដងនៃពេជ្រ CVD ឬក៏ HPHT បាទសូមអរគុណក្មួយសម្រាប់សំណួរនេះសំខាន់មែនទែនបាទ